Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រើពាក្យរបៀបបង្កើត Facebook Page អញ្ចឹងក្នុងការបង្កើត Facebook Page អត់មានអីពិបាកបង្កើតទេមកជាដំបូងយើងត្រូវមាន Facebook មួយសិនហើយយើងចូលទៅកាន់ Facebook ហើយយើងចុចមកកាន់ menu បន្ទាប់ពីចេញ map នេះហើយយើងចង់ចុចអាកន្លែងនេះក៏បានហើយយើងអាចបង្កើតបានដែរឥឡូវយើងចូលមកកាន់កន្លែង Page មកឲ្យញ៉ៃនេះរួចហើយយើងចុចពីថា create សញ្ញាបូកហ្នឹងហើយយើងចុចពីថា get start បន្ទាប់ពីដល់បែបនេះហើយយើងត្រូវដាក់ឈ្មោះ page ឥឡូវយើងដាក់មកបាទយើងដាក់មិនក៏បានដែរគេថាឈ្មោះរបស់យើងទំនងឥឡូវខ្ញុំសុំដាក់អូខេបន្ទាប់ពីយើងដាក់ឈ្មោះបែបនេះហើយយើងចុច next ទៀតមកអូខេមកដល់បែបនេះយើងដាក់អីមួយសិនមកបាទហើយខ្ញុំសុំដាក់ gaming មួយមកនេះ video game នេះបាទអានេះយើងដាក់សិនទៅបាទហើយចាំយើងដូរតាមក្រោយបានទេហើយយើងចុច create មកអូខេរៀង slow បន្តិចហើយអ៊ីនធឺណិតបាទហើយមកដល់ត្រង់នេះយើងយកខាងក្រោមគេថា create content ហើយ content with pen ហើយចុច next មកដល់នេះធ្វើការដាក់រូបភាព cover និង profile ហើយយើងក៏បានដាក់យើងចុច next បន្តទៀតមកដល់ត្រង់នេះគេឲ្យយើង add friend invite friend ហើយយើងមក invite យើងចុច next បន្តទៀតមកហើយយើងចុច next បន្តទៀតមកដល់ត្រង់នេះយើងចុចតាមអូខេ page របស់យើងមិនគឺថាបង្កើតបានដោយជោគជ័យហើយយើងធ្វើការបំពេញនៅត្រង់នេះមកបាទនេះបាទគេមានឲ្យយើង add profile add cover add description ខាងក្រោម profile ហើយយើងយក link website ណាមកដាក់មកបាទនេះ link website បាទយើង add new link មកហើយបាទយើងធ្វើតាមដំណាក់កាលគេមកបាទ invite friend យើងផុសអក្សរបាទនេះកន្លែងផុសអក្សរបាទយើងផុសមកអូខេហើយឥឡូវគេថាយើងចូលមកកាន់ខាងលើគេQនេះមកបាទអូខេបន្តមកយើងចុច start with challenge នេះមកបាទហើយយើងមើលការណែនាំរបស់គេមកយើងចេញមកវិញមកអូខេហើយយើងចុចមកកាន់ហើយយើងអោខាងលើនេះមកយើងចុចមកកាន់ monetization អូខេនេះបាទថា page របស់យើងបង្កើតអាចរកលុយបានហើយយើងផុសទៅវីដេអូទៅគឺថាអាចរកលុយបានហើយអូខេវីដេអូរបស់យើងក៏មានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច subscribe ខ្ញុំអ្នកមួយផងអូខេអរគុណអ្នកនរគ្នា